មេឃងងឹតស្លាប់ខ្យល់បក់មកត្រជាក់ដល់ឆ្អឹងខ្នងនៅលើផ្លូវលំដ៏ទូចង្អៀតមួយដែលអមសងខាងដោយដើមឈើធំធំវិសាលនិងមិត្តភ័ក្តិកំពុងតែជិះម៉ូតូសម្ដៅទៅផ្ទះវិសាលនិយាយតាបោកយឺតមើលអញមានអារម្មណ៍មិនស្រួលតតែសោះតារានិយាយទាំងសំឡេងញ័រខណៈដែលគេព្យាយាមអឺតមើលទៅក្នុងព្រៃងងឹតឯងខ្លាចអីគ្រាន់តែដើមឈើសោះហ្មងវិសាលតបវិញទាំងអំនួតគ្រាន់តែនិយាយគ្នាចប់ភ្លាមស្រាប់តែមានក្លិនស្អុយមួយយ៉ាងភាយមកយ៉ាងខ្លាំងវាជាក្លិនដូចសាកសពដែលស្អុយរលួយក្នុងទឹកជាច្រើនថ្ងៃម៉ូតូរបស់ពួកគេស្រាប់តែរលត់ម៉ាស៊ីនឈឹងនៅកណ្ដាលផ្លូវស្អីគេនឹងវិសាលព្យាយាមបញ្ឆេះម៉ូតូប៉ុន្តែមិនឆេះក្នុងភាពស្ងប់ស្ងាត់នោះសំឡេងជើងដើរយឺតឮចេញពីក្នុងព្រៃបុកពួកគេទាំងពីរនាក់បែរក្បាលទៅមើលព្រមគ្នានៅក្រោមពន្លឺព្រះច័ន្ទដ៏ស្រអាប់រូបរាងមនុស្សម្នាក់ស្លៀកពាក់ដាច់ប្រឡាក់សុទ្ធតែឈាមកំពុងដើរចេញមកអ្វីដែលធ្វើឲ្យពួកគេឈូសធ្មឹងភ័យរហូតដល់នោមមិនដឹងខ្លួននោះគឺស្មារបស់បុរសម្នាក់នោះទូទីស្អាតគ្មានក្បាលឡើយប៉ុន្តែនៅនឹងដៃខាងស្ដាំរបស់គេមានយួរវិញម្យ៉ាងមូលនោះគឺជាក្បាលរបស់គេផ្ទាល់ដែលមានមុខមាត់ខ្មៅខ្លោចភ្នែកលៀមចេញមកក្រោយហើយកំពុងតែសម្លឹងមើលមកពួកគេទាំងពីររក្បាលអញខូចទីសំឡេងក្រអួនចេញពីមាត់ដែលនៅក្នុងដៃនោះបានធ្វើឲ្យវិសាលនិងតារាស្រែកផ្អើលពេញព្រៃបន្ទាប់ពីការរត់យ៉ាងបះសក់ចេញពីផ្លូវលំវិសាលនិងតារាបានមកដល់ផ្ទះឈើចាស់មួយខ្នងដែលស្ថិតនៅដាច់ឆ្ងាយពីគេផ្ទះនេះមានសភាពទ្រុឌទ្រោមជញ្ជាំងឈើប្រេះស្រាំដែលបណ្ដោយឲ្យខ្យល់ត្រជាក់បក់ចូលមកត្រជាក់ស្រេបដល់ខួរឆ្អឹងពន្លឺចង្គៀងប្រេងកាតដែលដាក់នៅលើតុឈើចាប់ដើមឆេះស្លុបស្លក់រីរាំតាមកម្លាំងខ្យល់ធ្វើឲ្យស្រមោលរបស់ពួកគេនៅលើជញ្ជាំងមើលទៅហាក់ដូចជាមានជីវិតយាចុះយាឡើងគួរឲ្យខ្លាចវិសាលឯងឮទេតារាសួរទាំងញ័រមាត់ឮស្អីកុំបន្លាយគ្នាឯងមើលវិសាលតបទាំងសំឡេងខ្សៅសំឡេងសត្វយំដូចមនុស្សស្រែកយំចឹងហ៊ូសំឡេងសត្វទីទុយយំកាត់ភាពស្ងាត់ជ្រងំប៉ុន្តែវាមិនមែនជាសំឡេងសត្វធម្មតាទេវាស្រដៀងនឹងសំឡេងមនុស្សស្រីដែលកំពុងឈឺចាប់យ៉ាងខ្លាំងរំពេចនោះសំឡេងក្រឹបឮឡើងពីលើក្បាលពួកគេវាជាសំឡេងជើងមនុស្សដើរនៅលើដំបូលផ្ទះពួកគេទាំងពីរងើបភ្នែកសម្លឹងទៅលើដំបូលឃើញធូលីដីធ្លាក់ចុះមកតាមប្រឡោះក្បឿងដោយសារតែភាពភ័យខ្លាចនិងភាពរងាពួកគេសម្រេចចិត្តដាំបាយដើម្បីហូបឲ្យមានកម្លាំងតារាដើរទៅផ្ទះបាយទាំងញ័រជើងគេលើកគ្របឆ្នាំងបាយដែលកំពុងពុះក្តៅចេញប៉ុន្តែអ្វីដែលគេឃើញមិនមែនជាគ្រាប់អង្ករសនោះទេភ្នែកមួយគូដែលលៀនចេញមកក្រៅសម្លឹងមកចំតារាពីក្នុងទឹកពុះនោះវាគឺជាក្បាលរបស់បុរសម្នាក់នោះដដែលដែលកំពុងដេកនៅក្នុងឆ្នាំងបាយសក់ក្បាលវែងអន្តែតពេញទឹកចំណែកមាត់របស់វាព្យាយាមហើបនិយាយឃ្លានណាស់សុំក្បាលអញវិញមកតារាស្រែកលេងចេញគេដួលផ្ងាជើងហើយគ្របឆ្នាំងបាយធ្លាក់ក្រាំងទៅលើដីនៅពេលវិសាលរត់មកមើលអ្វីក៏បាត់អស់សល់តែអង្ករសស្អាតនៅក្នុងឆ្នាំងដដែលតាមពិតទៅខ្មោចដែលកាន់ក្បាលខ្លួនឯងនោះគឺជាតាសំកាលពី10ឆ្នាំមុនគាត់គឺជាអ្នកថែចំការដ៏ស្លូតបូតម្នាក់នៅយប់មួយគាត់បានជិះកង់ត្រឡប់មកផ្ទះវិញក៏ត្រូវបានក្រុមចៅប្លន់កាប់សម្លាប់យ៉ាងព្រៃផ្សៃរហូតដល់ដាច់ក្បាលដើម្បីបិទមាត់ដោយសារតែសាកសពរបស់គាត់ត្រូវបានគេយកទៅចោលក្នុងរណ្ដៅខុសកន្លែងហើយក្បាលត្រូវបានសត្វព្រៃអូសយកទៅបាត់ទើបវិញ្ញាណរបស់គាត់មិនអាចទៅចាប់ជាតិបានហើយត្រូវដើរយួរក្បាលខ្លួនឯងសួររោគយុទ្ធធម៌បែបនេះភាពភ័យខ្លាច
បានរុញច្រានឲ្យវិសាលនិងតារាសម្រាប់ចិត្តរត់ចេញពីផ្ទះឈើចាស់នោះទាំងយប់អាធ្រាត្រពួកគេមិនខ្វល់ពីរបស់របរឬសូម្បីតែម៉ូតូដែលរលត់នោះទេអ្វីដែលពួកគេត្រូវការគឺចាកចេញឲ្យឆ្ងាយពីផ្ទះដែលសម្បូរដោយសំឡេងជើងដើរលើដំបូលនិងក្បាលក្នុងឆ្នាំងបាយនោះពួកគេទាំងពីររត់ចូលទៅក្នុងចំការស្វាយដ៏ធំល្វឹងល្វើយដែលនៅក្បែរនោះដើមស្វាយនីមួយៗមានមេឃធាងយាចុះមកក្រោមមើលទៅដូចជាដៃខ្មោចដែលកំពុងព្យាយាមចាប់ស្រវាពួកគេខ្យល់យប់បក់មកត្រជាក់ស្រេបប៉ះនឹងស្បែកដែលកំពុងជោកដោយញើសត្រជាក់ត្រជុំសំឡេងសត្វយំដូចមនុស្សស្រែកនៅតែបន្លៅឡើងពីលើមេឃឈើធ្វើឲ្យអារម្មណ៍ពួកគេកាន់តែវឹកវរវិសាលមើលចុះហេតុអីបានជាយើងរត់មកដល់កន្លែងដើមវិញតារាស្រែកទាំងហត់ដង្ហក់ពួកគេបានកត់សម្គាល់ឃើញដើមស្វាយធំមួយដែលមានស្នាមឆ្កួតដែលពួកគេទើបតែនឹងរត់កាត់កាលពី10នាទីមុនទោះបីជាពួកគេព្យាយាមរត់ទៅទិសណាក៏ភ្លើងនោះនៅតែនាំពួកគេត្រឡប់មកកាន់ដើមស្វាយដដែលនោះវិញវាគឺជាខ្មោចបាត់ភ្នែកឬការវិវល់ក្នុងអន្តរវិញ្ញាណរំពេចនោះនៅចម្ងាយប្រហែល20ម៉ែត្រពីពួកគេមានពន្លឺចង្កៀងស្លុបមួយបានភ្លឺឡើងវាជាចង្កៀងប្រេងកាតចាស់មួយដែលយូរទៅយូរមកតាមកម្លាំងខ្យល់អ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺអ្នកដែលកំពុងកាន់ចង្កៀងនោះគឺជាបុរសដែលគ្មានក្បាលលើស្មាគេដៅយឺតបុកសំលេងជើងប៉ះនឹងស្លឹកឈើស្ងួតឮច្បាស់ក្នុងភាពស្ងាត់ជ្រងំដៃម្ខាងយួរចង្កៀងចំណែកដៃម្ខាងទៀតយួរក្បាលដែលសក់ដាបដោយឈាមជួយរកក្បាលអញផងសំឡេងនោះមិនមែនចេញពីបំពង់កទេប៉ុន្តែវាចេញពីក្បាលដែលយួរនៅក្នុងដៃនោះផ្ទាល់ក្បាលនោះបើងភ្នែកឡើងសម្លឹងមកចំអ្នកទាំងពីរដោយកែវភ្នែកក្រហមច្រាលវិសាលព្យាយាមទាញដៃតារាឲ្យរត់ទៅទិសមកខាងទៀតប៉ុន្តែនៅពេលគេងើយមើលទៅលើដើមស្វាយគេក៏បានឃើញទិដ្ឋភាពដែលធ្វើឲ្យបេះដូងសឹងតែបញ្ឈប់ដំណើរការនៅលើមែកស្វាយនីមួយមិនមានតែផ្លែស្វាយទេប៉ុន្តែមានក្បាលមនុស្សរាប់សិបកំពុងព្យួរជាប់នឹងមែកឈើខ្លះសើចខ្លះយំនិងខ្លះទៀតសម្លឹងមកពួកគេដោយការស្រែកឃ្លានរំពេចនោះក្បាលដែលតាមានយួរក្នុងដៃក៏របូតធ្លាក់ពីដៃរួចវារមៀលមកតាមដីសម្ដៅមកខំជើងរបស់តារាអូយជួយផងវិសាលតារាដួលខ្ពស់ទៅលើដីខណៈដែលក្បាលនោះព្យាយាមត្រដក់ខំជើងគេយ៉ាងសាហាវវិសាលបានប្រើមេឃឈើវីក្បាលនោះឲ្យខ្ទាតចេញរួចអូសដៃមិត្តភ័ក្តិរត់សម្ដៅទៅរកពន្លឺភ្លើងមកខាងទៀតដែលមើលទៅដូចជាខ្លោងទ្វារវត្ត